បាទនេះគឺជាដំណើរនៃការដើរចេញរបស់ MOI កំពង់ទេវ៉ាទល់ជាមួយនឹងបឹងកេតបាទឯកសណ្ឋានរបស់បឹងកេតថ្ងៃនេះក្រហមមួយឈុតស្របពេលដែល MOI កំពង់ទេវ៉ាជាក្រុមម្ចាស់ផ្ទះប្រើប្រាស់ឯកសណ្ឋានអាវពណ៌សមួយឈុតដោយកីឡាករល្អប្រចាំការប្រកួតបានទៅលើប្រធានក្រុមបាទរបស់ MOI កំពង់ទេវ៉ាគឺមុនវ៉ាន់ដាបាទការបានដំបូងចេញពីជើងរបស់ក្រុមម្ចាស់ផ្ទះ MOI កំពង់ទេវ៉ានៅក្នុងវគ្គទី1មិនមានគ្រាប់បាល់សុទ្ធកើតឡើងទេប៉ុន្តែមានការសម្រុកបាទរបស់ក្រុមទាំងពីរឱកាសដំបូងគឺជាការសុទ្ធបាទទៅលើទីរបស់ MOI កំពង់ទេវ៉ាតាមរយៈការបាទបញ្ជូនបាល់ពី Ego Bento បាទឡើងមកខាងលើធ្វើឲ្យម៉ាត់ណូរុនមានឱកាសប៉ុន្តែឱកាសរបស់ម៉ាត់ណូរុនបាទទាត់មិនចំគោលដៅបាទមានឱកាសដែរប៉ុន្តែធ្វើមិនបានសម្រេចបាទស្របពេលដែលឱកាសរបស់ MOI កំពង់ទេវ៉ាក៏ត្រឡប់មកវិញបាទទាត់ចាប់បាទមិនបានសម្រេចបាទឱកាសជាបន្តរបស់ MOI កំពង់ទេវ៉ាក៏មានបាទទៅលើបាទបឹងកេតប៉ុន្តែមិនអាចសម្រេចគ្រាប់បាល់បានបាទវឿនវ៉ាព្យាយាមទាត់ដែរប៉ុន្តែបាល់នេះទាត់មិនចំគោលដៅទេបាទស្របពេលដែលបឹងកេតក៏មានឱកាសបាទនៅក្នុងការវាយបកប៉ុន្តែ MOI កំពង់ទេវ៉ាក៏មានឱកាសដូចគ្នានៅក្នុងការបាទសម្រុកទៅលើទីរបស់បឹងកេតបាទទោះបីជាយ៉ាងណាក៏ដោយបើមិនមានលទ្ធផលក៏ដូចជាបាទទោះបីជាមិនមានបាទក្របសុទ្ធបាទរវាងក្រុមទាំងពីរនៅក្នុងវគ្គទី1យ៉ាងណាក៏ដោយប៉ុន្តែក្រុមការងាររបស់យើងក៏បានសម្រិតសម្រាំងរូបភាពបាទមួយចំនួនបាទនៅក្នុងការប្រកួតបាទដូចជាការសុទ្ធរបស់ម៉ាត់ណូរុនបាទមិនបានសម្រេចចូលថ្នាក់ដៃរបស់អ្នកចាំទីបាទកឹមច័ន្ទវាសនាបាទ Ego Bento ក៏មានឱកាសដែរបាទថ្ងៃនេះអត់សំណាងទេ Ego Bento បាទរួចមកល្អណាស់បាទ Bento ទាត់មកបាល់អត់កោងទេបាទត្រង់ស្លូចេញទៅខាងក្រៅបាទដោយសារតែមានការបិទបាទបិទពីខ្សែការពាររបស់ MOI កំពង់ទេវ៉ា3រូប4រូបផងបាទអញ្ចឹងទាត់មិនចំទេបាទ MOI កំពង់ទេវ៉ាក៏គេហៅថាព្យាយាមដែរប៉ុន្តែมันមានឱកាសនៅក្នុងការរករបស់បាល់ទេនៅក្នុងវគ្គទី1បាទវឿនវ៉ាក៏ទទួលបានកាតលឿងមុននឹងបញ្ចប់ការប្រកួតវគ្គទី1លទ្ធផលគឺMOI កំពង់ទេវ៉ា0បឹងកេត0ឈានចូលដល់វគ្គទី2មានគ្រាប់បាល់កាត់ឡើងតែមួយគ្រាប់គត់បាទកែបាល់ចេញពីជើងរបស់បឹងកេតបាទនេះគឺជាកន្លែងដែលបឹងកេតរបូតគ្រាប់បាល់តាមរយៈការផ្លាត់ស្នៀតបាទធ្វើឲ្យមុនវ៉ាន់ដាទាញផុតស៊ីន Broken Kelly ក៏ទាត់បាទមុំនេះមិនធម្មតាទេបាទល្អមែនតើបាទមុនវ៉ាន់ដាបាទខ្សែប្រយុទ្ធបាទរបស់កម្ពុជារបស់យើងអូហូយបាទទាញស៊ីន Broken Kelly ទាត់មុំនេះបាទកយសាលីមក៏មិនដឹងជួយនៅកន្លែងណាដែរហើយក៏ជាគ្រាប់បាល់តែមួយគ្រាប់គត់របស់បាទ MOI កំពង់ទេវ៉ានៅក្នុងការប្រកួតមួយនេះបាទដែលសុទ្ធបញ្ចូលទីទៅលើបឹងកេតទោះបីជាមានមេគ្រាប់កើតឡើងក៏ដោយប៉ុន្តែនៅតែមានការសម្រុកជាបន្តទៀតបាទបឹងកេតក៏មានឱកាសបាទខណៈដែល MOI កំពង់ទេវ៉ាក៏មានឱកាសបាទនៅក្នុងការបាទសម្រុកជាបន្តបាទសានបូរ៉ាបាទក្រោះបាល់ចូលមកមិនបានសម្រេចបាទក្រោះមកបាទបាល់ហោះឡើងទៅខាងលើចាប់ជាប់ដោយកយសាលីមបាទខណៈដែលអ៊ីវសវណ្ណរាកន្លែងនេះបាទបង្កើតឱកាសឲ្យបឹងកេតទៅហើយបាទបែរឲ្យជាបឹងកេតបាទមានឱកាសហើយបាទសំណាងមិនមានទេបាទមួយជើងរបស់ Ego Bento មើងបាទរបាទីនៅខាងលើសង្គ្រោះបាល់បានវិញស្របពេលដែលកឹមច័ន្ទវាសនាបាទគេថាចាក់សោចកេះជាប់បាត់ទៅហើយនេះបាទអូយបាទមួយជើងរបស់ Bento ល្អណាស់បាទប៉ុន្តែសំណាងមិននៅ Bento បាទសំណាងនៅរបាទីបាទហើយក៏ចុងម៉ោងមានឱកាសជាបន្តបាទឱកាសរបស់ MOI កំពង់ទេវ៉ាប៉ុន្តែបែរជាទាត់មិនចំគោលដៅបាល់ហើរឡើងទៅខាងលើទៅវិញពីបាទឌីផារ៉ាន់បាទទាត់ទៅបាល់បាទកឡកហើរឡើងទៅខាងលើបាទអ៊ីវសវណ្ណរាក៏មានឱកាសជាបន្តបាទហើយលោកអញ្ញាកណ្ដាលក៏ផ្លុំកញ្ចែបញ្ចប់ការប្រកួតតែម្ដងបាទដូច្នេះចប់ការប្រកួតជាផ្លូវការគឺ MOI កំពង់ទេវ៉ាយកឈ្នះទៅលើបឹងកេតដោយលទ្ធផល1-0